ហូឡេក៏ដូចសួស្តីទៅកាន់អ្នកទាំងគ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿងអ៊ីមសុំអ្នក After School យើងបន្តទៀតហើយនេះគឺជាអេពីសូត Part 10A របស់យើងផងដែរបើសិនជាអ្នកទាំងគ្នាបានមើលវីដេអូដែលខ្ញុំបានមកប្រកាសជាដឹងហើយថាខ្ញុំបានបាត់មុខយូរមែនតើហើយដូច្នេះកុំខ្វល់អីប៉ុន្តែឥឡូវយើងមកចាប់ផ្ដើមសាច់រឿងយើងបន្តទៀតតោះកុំឲ្យខាត់ពេលវេលាយូរ Let's go ចាប់ផ្ដើមរឿងរបស់យើងមកគឺយើងបានឃើញថាអ្នកគ្រូពេទ្យស្អាតជាមួយនឹងកេនតាគឺទៅផ្ទះរបស់អ៊ីសាគីដើម្បីសុំអ៊ីសាគីទៅថតផ្កាយជាមួយនឹងកេនតារបស់យើងបន្ទាប់ពីចាស់និយាយគ្នាពួកគេក៏បាននិយាយគ្នាផងដែរអ៊ីសាគីរបស់យើងក៏បានចូលទៅក្នុងដើម្បីយកខ្នើយឲ្យកេនតាអង្គុយចឹងណាហើយនៅពេលនោះកេនតារបស់យើងក៏បានឃើញចៅរបស់អ៊ីសាគីចូលពីលើកម្មចិន្តាមកតែម្ដងដែលធ្វើឲ្យកេនតារបស់យើងញាប់អាមែនទែនព្រោះថាដែរឃើញចៅរបស់អ៊ីសាគីកេនតារបស់យើងក៏បានណែនាំខ្លួនហើយចៅរបស់អ៊ីសាគីក៏បានគ្រប់មកវិញផងដែរបន្ទាប់ពីអ៊ីសាគីមកវិញចៅរបស់អ៊ីសាគីក៏បាននិយាយលេងថាយើមិនប្រមទេឥឡូវយកខ្នើយចាក់ទឹកតែឲ្យគេទៀតនេះអ៊ីសាគីរបស់យើងក៏បានណែនាំឲ្យកេនតាស្គាល់ថាចៅរបស់នាងគឺឈ្មោះថាហាយ៉ាហើយចៅរបស់យើងក៏បានរាក់ទាក់ទៅកាន់កេនតាផងដែរបន្ថែមពីនេះចៅរបស់យើងក៏អ្នកជូនពួកគេដើម្បីទៅថតផ្កាយផងដែរកំពុងតែនិយាយគ្នាសុកអ៊ីសាគីរបស់យើងក៏បានឃើញថាចុំហើយចៅឯងពាក់អាវខ្ញុំមែនបន្ទាប់ពីទាញបន្តែបន្តគ្នាបន្តិចមកក៏បានឃើញថាសម្បីតែអាវក្នុងក៏ពាក់របស់អ៊ីសាគីផងដែរដែលធ្វើឲ្យអ៊ីសាគីរបស់យើងមួម៉ៅក្តៅក្រហាយតែម្ដងឃើញបងប្អូនគេពីរនាក់កំពុងតែឆ្លោះគ្នាអញ្ចឹងកេនតារបស់យើងមិនដឹងជាធ្វើអ្វីនោះទេបានត្រឹមតែចូលត្រង់សញ្ចឹងគិតដូចគល់ឈើអញ្ចឹងឯងបន្ទាប់ពីអ្នកគ្រូពេទ្យស្អាតសុំម៉ាក់ប៉ារបស់អ៊ីសាគីរួចគឺដល់វ៉ែនប៉ារបស់កេនតាវិញម្ដងដែលអ្នកគ្រូពេទ្យស្អាតរបស់យើងក៏បានសុំឲ្យការវិភាគដែលកេនតាត្រូវទៅថតផ្កាយឲ្យប៉ារបស់កេនតាមើលផងដែរបន្ទាប់ពីឃើញរួចប៉ារបស់កេនតាគឺបាននិយាយថាគាត់គឺមិនសូវដឹងរឿងពីកូនរបស់គាត់នោះទេដោយសារតែពួកគេគឺមិនសូវនិយាយគ្នានោះទេប៉ុន្តែកេនតារបស់យើងគឺជាក្មេងប្រុសដែលឆ្លាតហើយរឹងមាំមែនទែនកេនតារបស់យើងគឺតែងតែធ្វើម្ហូបនិងធ្វើកិច្ចការផ្ទះព្រោះថាគាត់គឺនៅតែពីរអ្នកកេនតារបស់យើងនោះទេបន្ទាប់ពីអត់ពីម៉ារបស់កេនតាទៅគាត់គឺជាបរិមេផ្ទះតែម្នាក់ឯងដូច្នេះហើយគាត់គឺមិនសូវបានមើលកូននោះទេគាត់ចាំបានថាការនៅពីតូចកេនតារបស់យើងគឺមានរឿងនៅសាលាដែលធ្វើឲ្យគាត់នឹងព្រួយនឹងភ័យបារម្ភខ្លាំងមែនទែននៅពេលដែលគាត់ទៅដល់សាលាគ្រូបាននិយាយថាកេនតារបស់យើងគឺបានឈូសស្បែកជើងរបស់គាត់បានន័យថាបុកស្បែកជើងរបស់គាត់មិនឈប់នោះទេដោយមិនដឹងមូលហេតុតទៅសោះនៅពេលមកដល់ផ្ទះវិញប៉ារបស់កេនតាគឺបានឃើញមូលហេតុថាដោយសារតែស្បែកជើងរបស់កេនតានឹងគឺទូចខ្លាំងមែនទែនដោយសារតែប៉ាកូនរបស់គេពីរនាក់មិនសូវបាននិយាយគ្នាមិនសូវស្និទ្ធស្នាលដែលធ្វើឲ្យកេនតារបស់យើងមិនដែលហ៊ានសុំប៉ារបស់គេទិញស្បែកជើងថ្មីនោះទេឬបែបនេះអ្នកគ្រូពេទ្យសាស្ត្រពិតជាខ្លោចចិត្តអាណិតកេនតារបស់យើងខ្លាំងមែនទែនអ្នកគ្រូពេទ្យសាស្ត្ររបស់យើងក៏បានសួរទៅប៉ាកេនតាថាតើកេនតារបស់យើងអញ្ចឹងតាំងពីពេលណាទៅដែលប៉ារបស់កេនតាគឺបាននិយាយថាប្រហែលដោយសារការបាត់បង់ម៉ាក់របស់គេកាលពីឆ្នាំមុនហើយមើលទៅដែលធ្វើឲ្យកេនតាដែលជាមនុស្សស្ងប់ស្ងាត់មិនសូវចេះនិយាយស្ដីបែបនេះកាត់មកដល់ពេលថ្ងៃឯនេះវិញកេនតារបស់យើងបានទៅធ្វើការដូចធម្មតាហើយឃើញថាជាជីរ៉ូម៉ារូក៏បានបង្ហាញពីរបៀបថតផ្កាយបែបនេះទៅកេនតាផងដែរយើងបានឃើញថាសូម្បីតែធូចាន់ណាម៉ែវរបស់យើងក៏នៅនឹងដែរអូយនឹកម៉ែវខ្លាំងមែនតើយើងបានឃើញថាសាច់បងសាច់ប្អូនគេទាំងពីររៀបចំហាងផងក៏បាននិយាយគ្នាលេងផងដោយកេនតារបស់យើងក៏បានសួរតែជីរ៉ូម៉ារូថាតើជីរ៉ូម៉ារូស្គាល់រូបភាពនិងកន្លែងដែលថតផ្កាយហ្នឹងច្បាស់ប៉ុណ្ណាទៅជីរ៉ូម៉ារូក៏បាននិយាយថាកន្លែងហ្នឹងគឺជាកន្លែងដែលថតផ្កាយស្អាតខ្លាំងមែនតើប៉ុន្តែវាបានរំខានដោយពន្លឺជាច្រើនព្រមទាំងពូកផងដែរដែលធ្វើឲ្យកន្លែងនោះបើសិនជាអចេះថតនោះទេប្រកាសជាពិបាកចាប់រករូបភាពស្អាតខ្លាំងណាស់នៅពេលនោះជីរ៉ូម៉ារូក៏បាននិយាយតាក់ទងនឹងប្រវត្តិរបស់គាត់ដែលនៅក្នុងក្លឹបតារាសាស្ត្រដែលកាលពីមុនគឺមានសាច់ច្រើនមែនតើប៉ុន្តែគេបានឈប់ម្ដងមួយរហូតដល់សល់តែគាត់ម្នាក់ឯងនៅក្នុងក្លឹបគាត់គឺពិតជាមានអារម្មណ៍ថាឯកាខ្លាំងមែនតើដែលចុងក្រោយគឺគាត់ទទួលសញ្ញាបត្រនឹងពៀនតែម្នាក់ឯងបានន័យថាឯកាខ្លាំងមែនតើហើយគាត់ក៏បានបន្ថែមទៀតថារូបរបស់កេនតាគឺមានរូបភាពស្អាតជាងគាត់ច្រើនមែនតើដែលធ្វើឲ្យគាត់ក៏មានអារម្មណ៍ថាពេលខ្លះគឺខ្មាស់អៀនដែរទឹកដៃរបស់កេនតារបស់យើងគឺឡើងសឹបហ្មងបានន័យថារៀនឆាប់ចេះខ្លាំងមែនតើគាត់ចាប់បានថាពេលចុងក្រោយដែលថតរូបទទួលបានពៀនគឺគាត់ព្យាយាមថតចេញពីចិត្តដែលបានន័យថាគាត់គឺថតរូបដោយក្តីស្រឡាញ់នឹងចេញពីបេះដូងគាត់តែម្ដងឬបែបនេះកេនតារបស់យើងក៏អរគុណជីរ៉ូម៉ារូឡើងញាប់ឆ្មាញ់តែម្ដងហើយជីរ៉ូម៉ារូក៏បានលួចនិយាយខ្សឹបម្នាក់ឯងថាជូនពរសំណាងល្អនឹងធ្វើឲ្យបានជោគជ័យណាស់សាប្អូនហើយបន្ទាប់ពីនេះវិញយើងបានឃើញថាកេនតាជាមួយនឹងអ៊ីសាគីបានដើរផ្សារទំនើបដើម្បីទិញអីវ៉ាន់មួយចំនួនដូចជាសម្ភារៈបោះតង់ហើយនឹងដើរលេងកន្លែងមួយចំនួនផងដែរបន្ទាប់ពីទិញអីវ៉ាន់ហត់ពួកគេក៏បានឈប់នៅវត្តស្ទឹងមួយកន្លែងដែលអ៊ីសាគីរបស់យើងក៏បាននិយាយថានៅពេលរដូវផ្ការីកមកដល់ដើមផ្កាសាគូរ៉ាក៏បានរីកលូតលាស់ជុំវិញទីនេះពិតជាស្រស់ស្អាតខ្លាំងមែនទែនអ៊ីសាគីក៏បានបន្ថែមថានាងចង់បង្ហាញទស្សនវិជ្ជាទាំងនោះទៅដល់កេនតារបស់យើងឲ្យបានឃើញដូចគ្នាដែលឃើញអ៊ីសាគីរបស់យើងធ្វើកាយវិការលយខ្លាំងពេកកេនតារបស់យើងក៏បានទីកាមេរ៉ាមកដើម្បីថតនាងមួយប៉ោះតែម្ដងស្រាប់តែលេចចេញរូបរាងដើមសាគូរ៉ាគឺច្រើនខ្លាំងមែនទែន
ដែលបានបញ្ជាក់ថាកេនតារបស់យើងគឺថតរូបមួយនេះចេញពីបេះដូងរបស់គេដែលធ្វើឲ្យកេនតារបស់យើងគឺភ្ញាក់ផ្អើលតែម្ដងព្រោះថាមិនដឹងថាមិញនេះគឺជាការយល់សប្តិឬក៏មែនតែននោះទេថ្មីបើកគឺដល់ថ្ងៃចេញដំណើរបាត់ទៅហើយកេនតារបស់យើងគឺបានរៀបចំម្ហូបអាហារមួយចំនួនដើម្បីទុកឲ្យប៉ារបស់គេយកទៅធ្វើការនិងញ៉ាំនៅផ្ទះផងដែរគេបានរៀបចំខ្លួនហើយក៏បានធ្វើដំណើរចេញពីផ្ទះដើម្បីទៅរកឡានរបស់ចៅរបស់អ៊ីសាគីនៅពេលដែលឃើញអ៊ីសាគីបកដៃពីក្នុងឡានមកកេនតារបស់យើងក៏បានចូលទៅក្នុងឡានហើយក៏បានធ្វើដំណើរ3នាក់ទៅកន្លែងដែលសែនឆ្ងាយដែលនេះគឺជាដំណើរចាប់ផ្ដើមរបស់ការថតផ្កាយដ៏អស្ចារ្យរបស់ពួកគេមួយសន្ទុះក្រោយមកពួកគេក៏បានធ្វើដំណើរទៅដល់ផ្ទះរបស់យាយអ៊ីសាគីហើយគឺឃើញថានៅទីនេះគឺមានបរិវេណធំមែនតែនព្រមទាំងមានសម្ភារៈមួយចំនួនដែលពួកគេអាចចម្អិនម្ហូបខ្លួនឯងបានទៀតតែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនេះគឺជាបង្អួចមួយនេះដែលនៅពេលនោះផងដែរអ៊ីសាគីរបស់យើងក៏បានបើកបង្ហាញឲ្យឃើញទេសភាពដ៏ស្រស់ស្អាតនៃទីជនបទក្បែរជើងភ្នំដែលវាពិតជាស្រស់ស្អាតខ្លាំងមែនតែនដែលពួកគេក៏បានអង្គុយ enjoy និងបន្ធូរអារម្មណ៍តាមបរិយាកាសយ៉ាងស្រស់បំព្រងដែលនៅក្នុងពេលនេះផងដែរខ្ញុំសូមកាត់បញ្ចប់តែត្រឹមនេះផងណាដូច្នេះហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច like និង comment ឲ្យខ្ញុំដឹងផងថាអ្នកទាំងអស់គ្នាគឺបានមើលមកដល់ចំណុចមួយនេះអរគុណច្រើនមែនទែនសម្រាប់ការគាំទ្រជួបគ្នានៅពេលក្រោយទៀតបាយបាយ